Chăm riêng số lượng group nên số đây là ở thế là mà mơ video mới đi nhóm số tha trong thân ta mà bị sạc ai thủ hai ni cứ chia website khoa nhóm đại mi số tha của Việt Us đã chia website để thua tại tôn cho mùi năng thảo và để nó bây giờ dân chung mà vì năng chụp tại tôn cho mùi năng về campaign hơi dân ai bỏ sân gì ở tôn mình đặt hàng tới dân ai cho ta can pay register làm bay register còn tới là sao nhóm mình đặt hàng hay hơi trong nhóm năng cho ta can login tại đòn để login nhóm năng login từ chỉ kênh user sẵn hay ni cứ chia dashboard player dashboard rồi có ai hay homepage player tại cứ miền biệt và khám hay chỉ một lần hồ sàn có quá hay là tông chết không này hơi vì miền shortcut để ai từ can page xịn bán tạm ní để tập page từ 4គឺជា blog ដែល blog ខ្ញុំមាន filter ចំនួន4គឺជា shorting ដែលយើងអាច search បានហើយតទៅជាមួយនឹង category province ហើយនឹង last time most common ហើយនឹង others ដែលខាងក្រៅនេះគឺជា display card របស់ post របស់ខ្ញុំមួយដែលនៅក្នុង post នីមួយៗហ្នឹងនៅពេលដែលយើងបើកចូលមកវានឹងមាន image របស់វាហើយនឹង category province ហើយនឹងថ្ងៃខែដែលយើងបានផុសជាមួយនឹងការ count comment ហើយនឹង content របស់យើងហើយនេះគឺជា comment នេះគឺជា comment ដែលខ្ញុំបានសាកធ្វើហើយឧទាហរណ៍ថាយើងត្រូវការ comment ថា wow អញ្ចឹងយើងដាក់ post comment ទៅវានឹងនៅពេលដែលវា comment ហើយវានឹង load នេះមកហើយនេះគឺជា comment ដែលយើងត្រូវបាន comment ហើយ based ទៅតាមថ្ងៃខែផុសយើងដែលយើងបាន comment ហើយបើសិនជាឧទាហរណ៍ថាយើងត្រូវការលុបចេញយើងអាចលុបវាបានអញ្ចឹង comment ហ្នឹងត្រូវបានលុបដោយជោគជ័យហើយអញ្ចឹងយើងនឹងបកទៅវិញទៅកាន់ post page របស់យើងដែលយើងអាច store short category បានឧទាហរណ៍យើងត្រូវការមើល template តើ template មានអីគេខ្លះtemplate មានប៉ុណ្នេះហើយ template ដែលនៅក្នុងខេត្តសៀមរាបមាន template អីគេខ្លះនេះគឺជា template ដែលខ្ញុំបានរកទៅតាមមកពីខេត្តសៀមរាបហើយឧទាហរណ៍ថាខ្ញុំចង់រក comment ដែលច្រើនជាងគេ most comment នេះគឺជា most comment ដែលខ្ញុំបានសាកតែ comment មើលហើយចំពោះនឹង others គឺជា post ដែលខ្ញុំបានបង្កើតមុនគេហើយនេះគឺជា search function ដែលឧទាហរណ៍ថាយើងត្រូវការ search ពាក្យថា what ហើយវានឹងមានទៅជាមួយនឹង waterfall វត្តភ្នំវត្តឯកទៅតាមនឹង so on ទៀតហើយបន្ទាប់ទៀតគឺជា page hotel ដែល page hotel ហ្នឹងនឹងធ្វើការបើកមកកាន់ category របស់ hotel តែម្ដងដែលនឹងមានទៅជាមួយនឹង hotel ដែលនៅមិនថានៅក្នុងភ្នំពេញសៀមរាបឬក៏ព្រះសីហនុក៏ដោយយើងអាចឆតទៅតាមខេត្តនីមួយៗដែលយើងត្រូវការឧទាហរណ៍ថាភ្នំពេញនេះគឺជា data ខ្ញុំបាន store នៅក្នុង hotel នៅក្នុងភ្នំពេញឥឡូវមានតែពីទេតែអនាគតទៅអាចនឹងមានច្រើនជាងនឹងហើយចុងក្រោយក្នុង user site គឺជាបើមានដែលខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងតើគេទៅគឺជា project របស់ខ្ញុំហើយ project របស់ខ្ញុំហ្នឹងគឺមានឈ្មោះថា Go with me ដែល URL របស់ខ្ញុំឈ្មោះថា Go with us ហើយខ្ញុំបានប្រើ Laravel ក្នុងការបង្កើតជាខ្ញុំបានប្រើ Laravel ជា back end React TypeScript Tailwind CSS ជា front end ហើយចំពោះ database ខ្ញុំបានប្រើជា MySQL ហើយទៅជាមួយនឹង feature ខ្ញុំមាន user authentication blog post hotel listing comment ហើយនឹងខាង admin site គាត់អាចមានសិទ្ធិក្នុងការ add post delete post ឬក៏ edit post ហើយចំពោះcategory គាត់អាចមានសិទ្ធិក្នុងការ add category ឬក៏ delete category ហើយនឹងមានការ view ទៅជាមួយនឹង province របស់យើងហើយជាមួយនឹង user ដែលគាត់បាន log in ចូលមកប៉ុន្តែឥឡូវហ្នឹងខាង admin ក៏អត់មានសិទ្ធិប៉ះពាល់ទៅជាមួយនឹង user ទេខ្ញុំគ្រាន់តែឲ្យគាត់មើលទៅជាមួយនឹង table របស់ user ហើយនេះគឺជា web page របស់ខ្ញុំទៅជាមួយនឹង about me ដែលគាត់អាច contact មកកាន់ខ្ញុំផ្ទាល់ឧទាហរណ៍ថាខ្ញុំត្រូវការផ្ញើ email អញ្ចឹងវាយើងនឹងឲ្យដាក់ថាemail ដែលគេរបស់អ្នកហើយយើងដាក់ឧទាហរណ៍នេះដាក់ hi ចុះទៅពេលយើងចុច send email ហើយវានឹង load
alert មកបែបនេះថាអូខេយើងបាន send រួចរាល់ហើយបន្ទាប់មកនេះគឺជា profile setting របស់យើងដែលមាន profile មាន password ហើយនឹងមាន appearance ក្នុងពេលអនាគតខ្ញុំអាចនឹង add ទៅជាមួយនឹង dark mode ហើយនឹង system ហើយបន្ទាប់ទៀតយើងនឹងចូលទៅកាន់ខាង admin side ហើយខាង admin side ហ្នឹងគឺមានតទៅជាមួយនឹង home page ដូចខាង user side ហ្នឹងប៉ុន្តែគេតែខុសគ្នាគឺគាត់អាចមានសិទ្ធិ manage post បានដែលគាត់អាចមានសិទ្ធិ add ដូចដែលខ្ញុំបានប្រាប់មុនហ្នឹងចឹងថាគាត់មានសិទ្ធិ add មានសិទ្ធិ delete មានសិទ្ធិ update នៅក្នុងហ្នឹងហើយក្នុង table របស់ខ្ញុំគឺបាន store ទៅជាមួយនឹង image title category province comment ដែលគេបានផុសដែលគេបាន comment ហើយនឹង create នៅថ្ងៃណាហើយនឹង action ដែលបើសិនខ្ញុំនឹង test ចាត់តជាមួយនឹងការផុសឲ្យមើលខ្ញុំថាដាក់ថាតេស្តមួយថាខ្ញុំដាក់ចូលទៅក្នុង test ចុះហើយក្នុងខេត្តមណ្ឌលគិរីហើយតទៅជាមួយនឹងរូបថតខ្ញុំដាក់វត្តឯកហើយថ្ងៃខែខ្ញុំនឹងដាក់ថ្ងៃហ្នឹងថ្ងៃនៅម៉ោង2 yes ហើយខ្ញុំនឹង post អូខេ post ខ្ញុំត្រូវបាន create ហើយខ្ញុំបានដាក់នៅក្នុង category test នេះគឺជា post ដែលខ្ញុំត្រូវបាន create មិញឧទាហរណ៍ថាយើងត្រូវការ delete វាចេញយើង delete បានហើយនៅពេលដែលយើង delete ហើយវានឹង load alert មកឲ្យយើងឧទាហរណ៍ថាយើងត្រូវការ edit យើងដាក់ទៅ description ថា hello 2ឥឡូវយើងដាក់ time លេខ2ទៅ add មកយើងចូលទៅមើលម្ដងទៅថាវានៅមានអត់ចឹងវានៅមាន data វា store ចូលទៅហើយចំពោះ category វិញគឺយើងអាចមានសិទ្ធិក្នុងការ add edit ហើយនឹង delete បានហើយនេះគឺជាឧទាហរណ៍ខាង category របស់ខ្ញុំហើយទៅជាមួយនឹង province ខ្ញុំអត់បានដាក់ឲ្យខាង admin គាត់ add ដោយសារតែខ្ញុំ add ឲ្យចូលអស់ហើយទៅជាមួយនឹងខេត្តនៅក្នុងប្រទេសកម្ពុជាហើយទៅជាមួយនឹង user នៅគេជា user ដែលគាត់បាន access ចូលមកក្នុង website របស់យើងហើយនេះគឺហើយទៅជាមួយនឹងខាង admin គាត់អាចមានសិទ្ធិក្នុងការបើកទៅកាន់ post ហើយត្រឡប់ទៅវិញហើយមកកាន់ post វិញ yes and អរគុណលោកគ្រូដែលបានស្ដាប់មកដល់កន្លែងនេះ